នស្រីຕົកម្ដាយចាស់មានជំងឺហួងវែងឲ្យនៅផ្ទះតែម្នាក់ឯងរហូតខ្លាចទៅជារឿងធំត្រូវបានឆ្កែចិញ្ចឹម54ក្បាលប្រត់គ្នាខំរហូតដល់ស្លាប់សារព័ត៌មានបរទេសបានរាយការណ៍ពីករណីមួយនៅសហរដ្ឋអាមេរិកដែលស្ត្រីវ័យចំណាស់ម្នាក់មានជំងឺហួងវែងហើយត្រូវកូនស្រីទុកឲ្យនៅផ្ទះម្នាក់ឯងរហូតត្រូវឆ្កែចំនួន54ក្បាលដែលនាងចិញ្ចឹមនាំគ្នាចំរុំខំតល់តែបាត់បង់ជីវិតតាមព័ត៌មានបានដឹងថាករណីនេះបានកាត់ឡើងនៅរដ្ឋ Florida សហរដ្ឋអាមេរិកដោយនៅក្នុងនោះបានប្រទះឃើញស្ត្រីវ័យចំណាស់វ័យ76ឆ្នាំបានដេកស្លាប់នៅក្នុងផ្ទះខណៈដែលសពមានសភាពរហែកគួរឲ្យអាណិតខាងអាជ្ញាធរបានពិនិត្យឃើញថានៅក្នុងផ្ទះមានសត្វឆ្កែចំនួន54ក្បាលនិងបក្សីចំនួន7ក្បាលទៀតចំណែកស្ត្រីវ័យចំណាស់ខាងលើនេះគឺបាត់បង់ជីវិតដោយសារតែសត្វឆ្កែនៅក្នុងផ្ទះវាយប្រហារយ៉ាងណាមិញកូនស្រីដែលមានវ័យ47ឆ្នាំត្រូវបានអាជ្ញាធរបានធ្វើការឃាត់ខ្លួនដោយសន្និដ្ឋានថានាងមានចេតនាបណ្ដាលឲ្យម្ដាយដែលមានជំងឺវង្វេងដំណាក់កាលធ្ងន់ធ្ងរឲ្យនៅផ្ទះតែម្នាក់ឯងហើយនាងចេញទៅរកស៊ីលើពីនេះទៅទៀតសត្វឆ្កែដែលនាងចិញ្ចឹមក៏មិនបានទទួលការមើលថែឲ្យបានត្រឹមត្រូវដែលពួកវាស្ថិតនៅក្នុងសភាពខ្វះអាហារនិងអត់អនាម័យចុងក្រោយនាងត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារក្រោយការចាប់ប្រកាន់ពីបទធ្វេសប្រហែសបណ្ដាលឲ្យមនុស្សស្លាប់និងធ្វើបាបសត្វដោយចេតនា